សាររដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់ដឹកដៃគ្នាចុះកិច្ចព្រមព្រៀងដោយមិនខ្វល់អំពីប្រទេសអ៊ីស្រាអែលរហូតបន្តពេលនេះហើយគឺគេមិនទាន់ដឹងនោះទេអំពីខ្លឹមសារលម្អិតស្ដីអំពីកិច្ចព្រមព្រៀងនិងលក្ខខណ្ឌដែលសាររដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់នេះបានយកព្រមចុះហត្ថលេខាជាមួយនឹងគ្នាក៏ប៉ុន្តែអ្វីដែលគេសង្កេតឃើញនោះគឺភាពឯកោរបស់លោកនេតាន់យ៉ាហ៊ូនាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែលដែលកំពុងត្រូវបានមតិមកពីគ្រប់មជ្ឈដ្ឋាននៅប្រទេសអ៊ីស្រាអែលនេះបានចាត់ប្រកាន់ថាលោកគឺកំពុងតែដើរខុសយុទ្ធសាស្ត្រសម្រាប់នយោបាយនិងអ្នកវិភាគជាច្រើននៅប្រទេសអ៊ីស្រាអែលបានយល់ឃើញថាតាមរយៈកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់នេះប្រទេសអ៊ីស្រាអែលនេះគឺកំពុងតែខាត់បងធំណាស់ហើយរបបផ្ដាច់ការអ៊ីស្លាមមួយនេះគឺនៅតែបន្តកាន់តែរឹងមាំជាមុនទៅទៀតក្រោយតាំងពីប្រកាសដំណឹងការពីថ្ងៃទី15ខែមិថុនាឆ្នាំ2026កន្លងទៅស្ដីអំពីការសម្រេចបាននូវកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់លោកនេតាន់យ៉ាហ៊ូនាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែលនោះគឺកំពុងតែត្រូវបានកែភ្នែកមកពីគ្រប់ទិសទីសម្លឹងមើលនិងចោទប្រកាន់ថាលោកគឺជាអ្នកទទួលខុសត្រូវចំពោះកំហុសយុទ្ធសាស្ត្រដ៏ធំមួយនេះហើយអ្នកវិភាគជាច្រើននៅប្រទេសអ៊ីស្រាអែលបានអះអាងថាសន្តិសុខជាតិរបស់ប្រទេសអ៊ីស្រាអែលគឺកាន់តែរងការគំរាមកំហែងជាងមុនទៅទៀតក៏ព្រោះតែរបបផ្ដាច់ការអ៊ីស្លាមមួយនេះគឺកាន់តែបានដៃជាមុនទៅទៀតដើម្បីអាចស្រោចស្រង់មុខមាត់បានខ្លះៗនោះលោកនេតាន់យ៉ាហ៊ូនាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែលនេះបានប្រកាសថាកងទ័ពរបស់ប្រទេសអ៊ីស្រាអែលនេះនឹងនៅតែបន្តឈរជើងនៅភាគខាងត្បូងរបស់ប្រទេសលីបង់ស៊ីរីនិងនៅតំបន់កាហ្សានៅពេលដែលចាំបាច់ភាពចាំបាច់ដែលជាកត្តាសន្តិសុខដ៏សំខាន់និងជាជីវិតរបស់ប្រទេសអ៊ីស្រាអែលនោះក៏ព្រោះតែក្រុមហាម៉ាស់និងក្រុមហាស្បូឡានោះគឺសង្ស័យតែជាកូនចៅដែលចាំធ្វើការតាមបញ្ជារបស់ប្រទេសអ៊ីរ៉ង់កត្តាសន្តិសុខនេះក៏ជាអត្ថប្រយោជន៍ដ៏ធំមួយផងដែរសម្រាប់អនាគតនយោបាយរបស់លោកនេតាន់យ៉ាហ៊ូដែលទើបតែប្រកាសចូលឈ្មោះបោះឆ្នោតមួយអាណត្តិទៀតគូបញ្ជាក់ផងដែរថាប្រទេសអ៊ីរ៉ង់នេះបានទាញនៅបញ្ហារបស់ប្រទេសលីបង់នេះឲ្យក្លាយជាលក្ខខណ្ឌដ៏ធំមួយនៅក្នុងកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកចំណែកឯលោកអាបាស្តារ៉ាជីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់វិញបានអះអាងកាលពីថ្ងៃទី16ខែមិថុនាឆ្នាំ2026កន្លងទៅថាលក្ខខណ្ឌដែលបានបញ្ចូលប្រទេសលីបង់នេះគឺមិនអាចផ្ដាច់ចេញអំពីកិច្ចព្រមព្រៀងបានជាដាច់ខាតព្រោះគឺប្រសិនបើប្រទេសអ៊ីស្រាអែលនេះគឺនៅតែបន្តធ្វើសង្គ្រាមនៅលើទឹកដីរបស់ប្រទេសលីបង់ឬក៏នៅតែបន្តដាក់កងទ័ពនៅលើលីបង់ទៀតនោះប្រទេសអ៊ីរ៉ង់នេះនឹងចាត់ទុកថាកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងសហរដ្ឋអាមេរិកនេះគឺត្រូវបានគេរំលោភបំពានហើយគូក៏សង្កត់ផងដែរថារបបផ្ដាច់ការអ៊ីស្លាមអ៊ីរ៉ង់មួយនេះមិនត្រឹមតែមិនបានដួលរលំនោះទេតែគេសង្កេតឃើញថាប្រទេសអ៊ីរ៉ង់នេះគឺកាន់តែខ្លាំងជាងមុនទៅទៀតហើយក៏ជាអ្នកមានព្រៀបដែលបានដាក់សម្ពាធទៅលើលោកដូណាល់ត្រាំឲ្យយកព្រមចុះកិច្ចព្រមព្រៀងទៅតាមលក្ខខណ្ឌដែលទាមទារដោយប្រទេសអ៊ីរ៉ង់រីឯកិច្ចព្រមព្រៀងយករួចខ្លួនតែម្នាក់ឯងរបស់លោកដូណាល់ត្រាំនេះក៏បានបង្ហាញឃើញផងដែរអំពីការបាក់ស្រុតនៃឥទ្ធិពលរបស់ប្រទេសអ៊ីស្រាអែលទៅលើសហរដ្ឋអាមេរិកដែលនាពេលកន្លងមកនោះគឺធ្លាប់តែជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតទន្ទឹមគ្នានេះបើយោងទៅតាមអ្នកវិភាគឯករាជ្យនៅឯមជ្ឈមណ្ឌលម៉ូសេដាយ៉ានដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតេឡាវីវក៏បានលើកឡើងអំពីកំហុសយុទ្ធសាស្ត្រដ៏ធំរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់នេះលោកដូណាល់ត្រាំបានប្រកាសឲ្យប្រទេសអ៊ីរ៉ង់នេះដឹងតាំងតែអំពីដំបូងមកហើយថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពថ្មើរជើងចូលទៅទឹកដីរបស់ប្រទេសអ៊ីរ៉ង់នោះទេហើយថាសង្គ្រាមនេះនឹងមិនមានរយៈពេលយូរអង្វែងតទៅមុខទៀតនោះឡើយការប្រកាសដែលអំណួតទាំងនេះគឺសង្ស័យតែជាចំណុចខ្សោយដែលសត្រូវអាចដឹងមុនបានហើយក៏បានប្រើប្រាស់យុទ្ធសាស្ត្រយកឈ្នះសម្រាប់អ្នកវិភាគខាងលើដដែលនេះក៏បានបន្តឲ្យដឹងទៀតថាកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកកំពុងតែចោះជាមួយនឹងប្រទេសអ៊ីរ៉ង់នេះនឹងមិនថាត់ថេរបានយូរអង្វែងនោះឡើយក៏ព្រោះតែវាមិនបានការពារសន្តិសុខជាតិរបស់ប្រទេសអ៊ីស្រាអែលហើយជាស្ដែងតែតិនជាមួយនឹងសំណុំរឿងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់វិញគឺនៅតែជាបញ្ហាគំរាមកំហែងដ៏ធំសម្រាប់ប្រទេសអ៊ីស្រាអែលដដែលដោយគ្នានេះដែរលោកស្រីស៊ីម៉ាស៊ីនដែលជាអ្នកជំនាញផ្នែកខាងវិទ្យាស្ថានសិក្សាសន្តិសុខផ្ទៃក្នុងរបស់ប្រទេសអ៊ីស្រាអែលបានលើកឡើងថាកិច្ចព្រមព្រៀងដ៏តក់ក្រហល់របស់លោកដូណាល់ត្រាំនេះវាបានធ្វើឲ្យប្រទេសអ៊ីរ៉ង់នេះគឺអាចនៅតែមានសัญลักษณ์បៀលេងបន្តទៀតនៅក្នុងដៃនៅក្នុងកិច្ចចរចាក្នុងរយៈពេលប្រមាណសប្តាហ៍កន្លងមកនេះគេសង្កេតឃើញយ៉ាងច្បាស់ថាប្រទេសអ៊ីរ៉ង់នេះឯងគឺជាអ្នកមានព្រៀបពើងទ្រូងដាក់សហរដ្ឋអាមេរិករបបផ្ដាច់ការអ៊ីស្លាមមួយនេះគឺមិនបានដួលរលំដោយអ្វីដែលលោកដូណាល់ត្រាំបានប្រកាសនោះទេថែមទាំងកាន់តែខ្លាំងជាងមុននិងកាន់តែមានអំណួតលើសដើមលោកស្រីខាងលើដដែលនេះក៏បានបន្តឲ្យដឹងទៀតថាបើទោះបីជាមេដឹកនាំធំរបស់របបនេះបានស្លាប់ជាបន្តបន្ទាប់នៅក្នុងចំនួនដ៏ច្រើនក៏ដោយក៏របបសាធារណរដ្ឋអ៊ីស្លាមមួយនេះគឺអាចនៅតែលូតលាស់និងរៀបចំក្រុងចើងរចនាសម្ព័ន្ធឡើងវិញបានដើម្បីប្រជុំមុខនិងយកឈ្នះសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីស្រាអែលនេះដែលជាប្រទេសមហាអំណាចដ៏ធំសម្បើមនៅក្នុងតំបន់